នាងជំទាវតូចម្នាក់បានឡើងគ្រងរាជ្យជាព្រះមហាក្សត្រីតើអារម្មណ៍យ៉ាងណាទៅព្រះអង្គម្ចាស់កាលពីយប់មិញក៏ដូចជាខ្ញុំបម្រើដែរតើបានចាប់ដៃព្រះមហាក្សត្រីយ៉ាងដូចនេះមែនទេបើខ្ញុំបម្រើមិនមែនជាមនុស្សកំបុតខាតទេប្រកាសជានឹងប្រកួតប្រជែងជាមួយព្រះអង្គម្ចាស់ហើយនឹងរៀបអភិសេកព្រះមហាក្សត្រីដោយស្មោះត្រង់ខ្ញុំគ្រាន់តែជាភាពអាស្រូវរបស់ខ្ញុំម្នាក់ឯងបើបែកការខ្ញុំនឹងស្លាប់តើវាតាក់ទងអ្វីនឹងព្រះមហាក្សត្រីសូមឲ្យព្រះមហាក្សត្រីមានទ្រព្យសម្បត្តិនិងឋានៈខ្ពស់គ្មានពីរពេញមួយជីវិតមានតែភាពរលូនហើយជីវិតរបស់ព្រះអង្គក៏លែងមានស្នាមប្រឡាក់ទៀតហើយទោះខ្លាយជាហង្សថៅទោះកាន់អំណាចក៏ដោយក៏នៅតែមិនអាចគេចផុតពីការសង្ស័យរបស់អធិរាជដែរវេនចុងឈឹងអ្នកបានរៀបចំផែនការសម្រាប់ខ្ញុំពេញមួយជីវិតស្រឡាញ់ខ្ញុំពេញមួយជីវិតហើយស្ម័គ្រចិត្តលះបង់ជីវិតដើម្បីខ្ញុំបើអាចកើតម្ដងទៀតខ្ញុំគ្រាន់តែចង់ឲ្យអ្នករស់នៅហើយរស់នៅជាមួយអ្នករហូតដល់ចាស់ជាតិក្រោយដល់វេនខ្ញុំការពីអ្នកវិញម្ដងនេះគឺស៊ីងជាគូខ្ញុំកាត់ជាថ្មីហើយបងស្រីថ្ងៃនេះខែឆ្នាំអ្វីទៅថ្ងៃទី3ខែ3ឆ្នាំវក់មួយថ្ងៃមុនពេលវេនចុងឈឹងខ្លាយជាមហា